អ្នកគ្រូឃើញអ្នកខ្លះគាត់ប្រាជ័យរឿងស្នេហាហើយគាត់ស្មាលាគាត់លេងឲ្យមានស្នេហាម្ដងទៀតអ្នកខ្លះគាត់មានវិបត្តិរឿងស្នេហាហើយគាត់សម្រេចចិត្តថាមិនទទួលយកអ្នកណាហើយមិនរៀបការតែម្ដងហើយគាត់គាត់នៅម្នាក់ឯងមួយជីវិតប៉ុន្តែបើសិនជាយើងចង់ធ្វើបែបហ្នឹងក៏អត់អីដែរប៉ុន្តែការលើកទឹកចិត្តរបស់អ្នកគ្រូគឺចង់ប្រាប់ទាំងអស់គ្នាថាកុំចោទចាញ់នឹងមានស្នេហាម្ដងទៀតអ្នកគ្រូផ្ដាំតែត្រូវមាននៅពេលដែលយើងរៀនចប់មានចំណេះជំនាញមានការងារធ្វើពីព្រោះអីនៅពេលដែលយើងបាត់បង់ស្នេហានៅពេលដែលយើងបែកបាក់សង្សារនៅពេលដែលយើងបាត់បង់គូជីវិតជាប្តីឬប្រពន្ធយើងមានចំណេះជំនាញមានការងារធ្វើមានលុយបើយើងកំពុងតែខូចចិត្តយើងសម្រាកពីការងារមួយថ្ងៃពីរថ្ងៃឬក៏ពេលខ្លះវាធ្ងន់ធ្ងររហូតដល់យើងសម្រាករាប់ខែប៉ុន្តែដល់ពេលដែលយើងមានកម្លាំងហើយជាសះស្បើយមកវិញយើងនៅមានចំណេះវិជ្ជាយើងរកការងារបានល្អទៀតមិនហួសពេលចុះបើយើងអត់ចំណេះអត់ជំនាញអត់ការងារនៅពេលដែលយើងចំណាយខូចចិត្តរយៈពេលយូរហើយស្រាប់តែយើងត្រូវការរកការងារធ្វើវិញតើយើងអាចធ្វើតាមបាន